បង ចា មានបានតបខមមិននេះអត់ភ្ញៀវគាត់សួររកអីប្រធីមីលជូកូ សូកូ ឡា ឡាសូកូឡានេះតោះស្តុកយូរតែអូនលក់នឹងចង់អស់ទៀតទេ ចាំរំបងនិយាយចឹងអីប្រធីយើងលក់ដាច់ទេណា លក់ដាច់ វាមានគុណសម្បត្តិអីគេខ្លះទៅបងបាន និយាយទៅអត្ថប្រយោជន៍វាខ្ពស់តែទៅមួយកូនទួយវាមាន3រសជាតិនេះ រសជាតិ គាត់ហៅមិញហ្នឹងនេះគាត់អត្ថប្រយោជន៍របស់នំទឹកដោះគោអេប្រាធីនេះបើនិយាយអំពីសារធាតុផ្សំកាល់ស្យូមវីតាមីន A វីតាមីន B អង C ដេត្រូហើយនិងប្រូតេអ៊ីនអញ្ចឹងបើនិយាយអំពីការប្រើប្រាស់នំស្រួយៗមកកូនក្មេងយើងត្រឡប់ឲ្យគាត់ញ៉ាំនេះបានផលច្រើនជាងដោយថាវាសម្បូរដោយហារូបត្ថម្ភសម្រាប់កូនទួយហើយហារូបត្ថម្ភវាហ្នឹងវីតាមីនមួយនេះគឺផ្ដល់អត្ថប្រយោជន៍ទាំងអស់ទាក់ទងនឹងសុខភាពដូចវីតាមីន A ជួយភ្នែកវីតាមីន B អងជួយទាក់ទងនឹងការលូតលាស់ទូទៅវីតាមីន C ជួយប្រព័ន្ធភាពស៊ាំដេត្រូជួយទាក់ទងនឹងការជំរុញនៃការស្រូបបឺតស្រូបរបស់កាល់ស្យូមហើយកាល់ស្យូមក្នុងនេះកំហាប់វាខ្ពស់មកកញ្ចប់ស្មើនឹងកម្រិតកាល់ស្យូមបើយើងញ៉ាំទឹកដោះគោស្រស់មួយកែវស្មើនឹងចំណុះ100មីលីហើយនឹងមួយទៀតប្រូតេអ៊ីនគឺជួយទាក់ទងនឹងបញ្ហាសាច់ដុំគាត់បើយើងត្រឡប់ឲ្យកូនទួយញ៉ាំមកពួកនេះគឺល្អប្រើសម្រាប់គាត់អាចនាំនំគាត់បន្ថែមបានអូន ខ្ញុំចាំខ្ញុំប្រាប់គាត់សិនព្រោះគាត់យកមកប្រអប់ព្រោះគាត់ចាំយូរដែរ ចាំរសជាតិនេះមែន ហ្នឹងហើយរសជាតិណា រសជាតិសូកូឡាចានេះរសជាតិដើមអានេះរសជាតិ strawberry អានេះរសជាតិសូកូឡាមកកញ្ចប់ហ្នឹងមាន15នំ ចាបង តោះនេះ ចា ណែនាំបន្ថែមមក